ចាដោយសារតែប្លុកនឹងវែងពេលចឹងទៅខ្ញុំព្យាយាមកាត់ឲ្យខ្លីៗជូនចឹងណាហ្នឹងហើយអញ្ចឹងសម្រាប់ដំណើរកម្សាន្តហ្នឹងដែរគឺខ្ញុំទៅលេងបងប្អូនខ្ញុំដែលគាត់ធ្វើការនៅខេត្តគីហ្វឺចាហើយតើតោះនឹងរយៈពេលហ្នឹងគឺខ្ញុំទៅពីថ្ងៃសុក្រពេលយប់ចឹងណាហើយខ្ញុំគេងនៅលើឡានក្រុងចាទាំងទៅទាំងមកហើយខ្ញុំគេងនៅខេត្តគីហ្វឺមួយយប់ចឹងណាចាចឹងបើសិនជាគាត់ចង់ធ្វើដំណើររបៀបលក្ខណៈសេវបាត់ចិត្តអីចឹងគាត់អាចឆាត់សួរខ្ញុំបានប៉ុន្តែបើសិនជាអ្នកដែលគាត់មានរយៈពេលខ្លីហើយគាត់ត្រូវធ្វើការអីខ្ញុំអត់សូវ recommend ឲ្យគាត់ជិះឡានគេងពេលយប់ចឹងទេដោយសារវារៀងហត់ចឹងណាតែសម្រាប់ខ្ញុំដោយសារពេលដែលនៅខ្មែរហ្នឹងខ្ញុំមិនសាជិះឡានគេងពេលយប់ជាពិសេសគឺជិះទៅសៀមរាបពេលយប់តែម្ដងហើយសម្រាប់ឡានដែលខ្ញុំជិះហ្នឹងគឺឈប់តែមួយកន្លែងឈប់នៅណាកយ៉ាដែលមានទីតាំងនៅជិតគីហ្វឺហ្នឹងហើយ direct មកគីហ្វឺតែម្ដងហើយឥឡូវខ្ញុំមកដល់ក្នុងខេត្តគីហ្វឺហើយសម្រាប់ទស្សនវិជ្ជាខ្ញុំគិតថារៀងស្ងាត់ដោយសារតែខ្ញុំទៅដល់រៀងព្រលឹមដែរខ្ទង់ម៉ោង6អីចឹងធម្មតាទេទាំងខ្ញុំទាំងគេចុងសប្តាហ៍និយាយដល់តែបានគេងគឺគេងហ្មងតែយើងកុំខ្វល់រឿងអ្នកដទៃចាសំខាន់ព្រលឹមឡើងខ្ញុំត្រូវការផឹកកាហ្វេអញ្ចឹងមិនថាមានរឿងអ្វីកើតឡើងចាខ្ញុំសុំកាហ្វេមួយកែវសិនមកចាបន្ទាប់ពីផឹកកាហ្វេញ៉ាំអីពេលផឹករួចរាល់មកយើងក៏បន្តដំណើរដើម្បីមកកន្លែងគេផ្ដល់ព័ត៌មាននៅក្នុងខេត្តដើម្បីយើងស្គាល់កន្លែងដើរលេងអីចឹងណាហើយខ្ញុំក៏បន្តដំណើរទៅផ្ទះប្អូនខ្ញុំដោយសារតែពេលថ្ងៃហ្នឹងខ្ញុំត្រូវតែញ៉ាំបានមួយគាត់ចឹងណាប៉ុន្តែមានអ្នកនរគ្នាកំពុងធ្វើដំណើរតាមផ្លូវហ្នឹងគឺលក្ខណៈថាភ្លៀងយកហ្មងចឹងទៅគឺយើងមានជាការរ៉ូមែនទិកអីក្រុមដំណក់ទឹកភ្លៀងអីពេញហ្នឹងចាឥឡូវខ្ញុំបានត្រឡប់មកវិញហើយគឺយើងមករកអីញ៉ាំនៅពេលល្ងាចនិយាយទៅកន្លែងខ្ញុំគេហ្នឹងនៅចិត្តកន្លែងគេញ៉ាំអីដែរចឹងណាតែខ្ញុំអត់ដឹងថាគេហៅតំបន់អីទេផ្លេចបាត់ហើយនៅម្ដុំហ្នឹងខ្ញុំឃើញក្មេងៗច្រើនភាគច្រើនសិតតាគេហៅ teenager ហ្នឹងហើយអាយុប្រហែលជាក្រោម30សិតតែក្មេងៗស្អាតតែហ៊ានថតទេអ្នកនរគ្នានិយាយទៅឡើងតែឃ្លានពេកអត់សូវបានថតទេអ្នកទាំងអស់គ្នាឥឡូវយើងចូលមកដល់ពេលព្រឹកហើយខាងអូប៉ែហ្នឹងគឺមានជា breakfast អីអញ្ចឹងណាប៉ុន្តែខ្ញុំគិតថាខ្ញុំមិនមែនជា breakfast អាហារខ្ញុំ breakfast កាហ្វេដោយសារអីខ្ញុំម្នាក់ឯងផឹកកាហ្វេឡើងអស់ 3-4 កែវតែឯងអីអញ្ចឹងណានិយាយទៅសម្រាប់អ្នកដែលផឹកកាហ្វេគាត់មកជប៉ុនគឺដឹងតែខកចិត្តទេដោយសារកាហ្វេនៅជប៉ុនគឺស្រាលខ្លាំងមែនតើហ្មងណានិយាយទៅខ្ញុំផឹក3កែវហ្នឹងស្មើនឹងផឹកនៅខ្មែរមួយកែវខ្ញុំនិយាយមែនស្បត់និយាយទៅងាកឆ្វេងងាកស្ដាំមើលអាកាសធាតុហ្មងដោយសារត្រូវទៅក្រៅនឹងគ្នាទៅពេលចឹងទៅបើសិនជាថាមេឃភ្លៀងអីដូចពីម្សិលយើងប្រកាសជារោគរាក់ទេចាប៉ុន្តែមេឃនេះគឺអត់ភ្លៀងទេគ្រាន់តែថាវាគេហៅពពកគ្រៀងអាប់ចឹងណាចាតែជាស្ដែងក៏អត់ភ្លៀងទេនៅពេលដែលប្រហែលជាម៉ោង9ម៉ោង10អីហ្នឹងគឺមានការបើកថ្ងៃក្តៅបែកក្បាលអីចឹងណាចាដូចនៅខ្មែរដែរあっちចានេះជាទេសភាពតាមផ្លូវដែលយើងឡើងទៅមើលប្រាសាទនៅលើភ្នំចឹងណានិយាយទៅស្អាតមែនតើលក្ខណៈបាត់ធម្មជាតិហ្មងហើយពេលដែលយើងឡើងទៅដល់ហ្នឹងគឺយើងមកឃើញក្រុងគីហ្វឺទាំងមូលហ្មងអ្នកនរគ្នាគឺផ្ទះឡើងទូចហ្មងហើយភ្នំព័ទ្ធជុំវិញទីក្រុងហ្នឹងហ្មងពួកភ្នំច្រើនមែនតើហ្មងណាតាមពិតទៅក៏មានចរាឡើងដែរប៉ុន្តែវារៀងពិបាកអីចឹងខ្ញុំឃើញភាគច្រើនគឺជិះទឹកទ្រក់ហ្នឹងហើយសម្រាប់អ្នកដែលគាត់ចង់ហាត់ប្រាណអីចឹងទៅបានគាត់ប្រើចរាជើងចឹងដោយសារភ្នំហ្នឹងដូចជាតាមខ្ញុំចាំកម្ពស់ខ្ទង់300ម៉ែត្របើខុសអាចខមមិនខ្ញុំបានតែតាមខ្ញុំចាំឲ្យខ្ទង់ប៉ុណ្ណឹងចឹងណាចានិយាយទៅអត់ចាប់ទេនាំមកមើលក្នុងសារមន្ទីរដែលទលេនៅជាប់ភ្នំហ្នឹងអញ្ចឹងនិយាយទៅនៅជាប់គ្នាហ្មងហើយបន្ទាប់ពីចេញពីហ្នឹងមកខ្ញុំក៏បន្តដំណើរមកផ្ទះប្អូនខ្ញុំដើម្បីញ៉ាំអាហារពេលល្ងាចហើយក៏លាគ្នាអីចឹងណាចាខ្ញុំអត់បានថតអីច្រើនអ្នកនរគ្នាហើយឥឡូវនេះយើងក៏មកដល់ផ្ទះវិញដោយសុវត្ថិភាពដែលមានការបាក់បៀនជាខ្លាំងដែរចាគុណញាតិមិត្តបងប្អូនទាំងអស់ដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់នាងខ្ញុំបញ្ចប់ចាអរគុណជំរាបលា